សម្រាប់អ្នកដែលគាត់ស្គមខ្លាំងពិបាកឡើងគីឡូចង់ឡើងគីឡូចង់ប្រើប្រាស់ម្សៅប្រូតេអ៊ីនតើគាត់គួរជ្រើសរើសម្សៅប្រូតេអ៊ីនប្រភេទណាសម្រាប់ខ្ញុំសូមរីកមិនជម្រើសទី1គឺយើងអាចប្រើពពួក mass scanner ជាទូទៅដូច mass scanner ឧទាហរណ៍ដូចផលិតផលរបស់ VX នេះចឹង mass scanner នៅក្នុងមួយកំប៉ុងវាមានលក្ខណៈថាក្នុងមួយស្កូបរបស់វាគឺមានប្រូតេអ៊ីនមានកាបូហៃដ្រេតនិងខ្លាញ់ចឹងដែលផ្ដល់កាឡូរីខ្ពស់ខ្លាំងចឹង mass scanner គេផលិតមកគឺក្នុងគោលបំណងសម្រាប់ជួយឲ្យឡើងគីឡូបានលឿនឡើងសាច់បានលឿនចឹងវាផ្ដល់កាឡូរីខ្ពស់ចឹងវាជួយឡើងទាំងសាច់ឡើងទាំងខ្លាញ់ចឹងសម្រាប់អ្នកដែលចង់ឡើងគីឡូលឿនគឺជំរើសប្រើ mass scanner គឺល្អបំផុតហើយនៅក្នុងទីផ្សារតម្លៃវាក៏ធូរថ្លៃជាងគេដែរហើយយើងជំរើសមួយទៀតគឺអាចប្រើពពួក whey protein ដែលជាទូទៅ whey protein ធម្មតាតម្លៃវាសមរម្យដែរហើយវាមានផ្ទុកភាគច្រើនគឺ protein concentrate បូកជាមួយនឹង protein isolate ខ្លះអញ្ចឹងវាផ្ដល់កាឡូរីសមរម្យល្មមជាមួយនឹងកម្រិត protein ខ្ពស់ហើយនឹងជាតិ carbohydrate និងជាតិខ្លាញ់ទាបល្មមអញ្ចឹងវាជួយទៅនឹងការឡើងសាច់ដុំដែលមានកំហាប់សាច់ល្អតែវាអត់សូវឡើងគីឡូលឿនដូចជាពពួកម៉ាស់ទេអាហ្នឹងសម្រាប់ផលិតផល whey protein ប៉ុន្តែសម្រាប់អ្នកខ្លះគាត់មាន allergy ឬក៏ lactose intolerant គាត់អត់អាចប្រើពួកហ្នឹងបានគាត់អាចជ្រើសរើសprotein ផ្សេងអាចចេញមកពីសណ្ដែកឬក៏ចេញមកពីសាច់ឬក៏ protein រុក្ខជាតិអីផ្សេងអញ្ចឹងប៉ុន្តែនៅក្នុងទីផ្សារដែលងាយស្រួលហើយជាទូទៅគឺយើងអាចប្រើបានគឺពពួក mass ហើយនឹង whey ហ្នឹងហើយអញ្ចឹងអានេះសម្រាប់តាក់ទងទៅនឹងការជ្រើសរើសប្រើ whey protein សម្រាប់អ្នកដែលគាត់ស្គមខ្លាំងពិបាកឡើងគីឡូហើយចង់ឡើងគីឡូហើយចង់ប្រើប្រាស់អាហារបំប៉នជាម្សៅ protein បន្ថែមហើយក្រៅពីម្សៅ protein សម្រាប់អ្នកដែលស្គមខ្លាំងពិបាកឡើងគីឡូខ្ញុំ recommend ឲ្យប្រើបន្ថែម creatine ហើយនិង multivitamin មួយទៀតបើសិនជាអាចបន្ថែមពីរនឹងបញ្ចូលទៀតគឺជាវិធីល្អបំផុតគឺជួយយើងក្នុងការកសាងម៉ាស់សាច់ដុំកើនសាច់បានលឿនអញ្ចឹង creatine វាជួយបានច្រើនហើយ multivitamin វាជួយទៅនឹងសុខភាពហើយនឹងតកតងទៅនឹងដំណើរការ metabolic ដែលធ្វើឲ្យរាងកាយរបស់យើងនឹងអាចប្រើប្រាស់នៅសារធាតុចិញ្ចឹមដែលយើងទទួលបានពីអាហារហើយនិងអាហារបំពន់ហ្នឹងបានកាន់តែប្រសើរអញ្ចឹងក្រៅអំពីការបន្ថែមម្សៅប្រូតេអ៊ីនដើម្បីទទួលបានជោគជ័យយ៉ាងពិតប្រាកដក្នុងការឡើងគីឡូទៅឡើងសាច់គឺយើងដាច់ខាតត្រូវតែហាត់ប្រាណលើកទម្ងន់ព្រោះថាទោះបីជាយើងចាក់បញ្ចូលប្រូតេអ៊ីនពីរបបអាហារពីអាហារបំពន់ច្រើនយ៉ាងណាក៏ដោយបើសិនជាយើងមិនហាត់ប្រាណលើកទម្ងន់ទេសាច់ដុំរបស់យើងគឺអត់រីកអត់លូតលាស់ទៅណាទេគឺលូតលាស់បានតិចតួចបំផុតអញ្ចឹងគឺយើងនឹងមិនអាចឡើងគីឡូបានជោគជ័យហើយបើឡើងគីឡូឡើងខ្លាញ់គឺយើងនឹងស្រក់មកវិញយ៉ាងលឿននៅពេលដែលយើងឈឺឬក៏សុខភាពយើងប្រែប្រួលហើយមួយទៀតយើងអត់អាចពឹងតែលើអាហារបំពន់ទាំងស្រុងទេគឺយើងត្រូវតែរៀបចំរបបអាហារយើងឲ្យបានល្អផងដែរដែលមានប្រូតេអ៊ីនគ្រប់គ្រាន់មានកម្រិតកាឡូរីគ្រប់គ្រាន់អញ្ចឹងគឺអ្នកស្គមខ្លាំងអត់សូវពិបាកទេព្យាយាមហូបឲ្យបានកាន់តែច្រើនកាន់តែល្អហើយគេងឲ្យបានគ្រប់គ្រាន់ព្រោះថានៅពេលដែលយើងហូបយើងហាត់រាងកាយរបស់យើងអត់លូតលាស់ទេយើងលូតលាស់នៅពេលដែលយើងគេងអញ្ចឹងយើងហូបហាត់គ្រប់គ្រាន់ហើយគឺយើងត្រូវតែគេងឲ្យបានគ្រប់គ្រាន់ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ផងដែរហើយជាចុងក្រោយបើសិនជាមានចម្ងល់ឬក៏មិនដឹងថាគួរចាប់ផ្ដើមពីណាទាំងការហាត់ប្រាណឬក៏ការរៀបចំរបបអាហារឬក៏ការបន្ថែមអាហារបំពន់គឺអាចតាក់ទងមកកាន់ Telegram ខ្ញុំអាចសួរបន្ថែមបានអូខេហ្នឹងហើយសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេ